ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាមានពុកម៉ែបងប្អូនមួយចំនួនដែលគាត់ចាចង់ដឹងចាច្រើនអំពីគេហៅថាដំណើរជីវិតរបស់គាត់ហ្នឹងណាចាមានផ្ទះនៅឬអត់ណាចាអាចទិញផ្ទះបានក្នុងអាយុណាថ្ងៃនេះខ្ញុំមកបង្ហាញចាអំពីចាចម្ងល់ទាំងអស់នោះណាចាសម្រាប់ការទិញទ្រព្យយ៉ាងសំខាន់គឺយើងត្រូវមើលលើខ្សែជីវិតណាចាយើងមើលពិនិត្យមើលខ្សែជីវិតរបស់គាត់នេះត្រង់នេះណាចាដំបូងយើងមើលខ្សែជីវិតគាត់ពីក្មេងចាដល់អាយុ20នេះចា20ស្ដើងអីនេះចាឃើញថាអត់មានឱកាសអាចទិញផ្ទះបានទេណាអត់នេះគឺថាចាបានន័យថាគាត់សុខភាពមិនល្អប្រសើរអត់មានចាសុខភាពល្អក្នុងការប្រកបរបររកស៊ីចាបានត្រឹមត្រូវនោះទេណាចាដូចហើយក្នុងអាយុ25របស់គាត់នេះចាត្រង់នេះ25គឺជាខ្សែឧបសគ្គមួយកាត់តែមានឧបសគ្គបែបនេះហើយមានន័យថាគាត់ចង់ធ្វើអីមួយគឺវាមិនបានដោយបំណងទេច្រើនតែមានរឿងហេតុមករៀងចឹងឯងណាចាបន្តពីនឹងទៀតចាយើងមើលចាខ្សែដែលល្អនេះចាវាមានចេញពីត្រង់នេះណាចាខ្សែត្រង់នេះគឺខ្សែជីវិតបាញ់ឡើងចាបុកចាទៅខ្វែងជាមួយនឹងខ្សែឧបសគ្គចាបង្កើតបានចេញជាសញ្ញាគុណចានៅលើចាខ្សែជីវិតណាចាខ្សែគុណនៅលើខ្សែជីវិតបែបនេះចាដែលមានគុណផងត្រីកោណផងលក្ខណៈដូចខ្ញុំគូបែបហ្នឹងណាចាគឺគេហៅថាខ្សែវិនិយោគចាអញ្ចឹងអ្នកដែលមានខ្សែវិនិយោគមានន័យថាក្នុងអាយុហ្នឹងគាត់អាចវិនិយោគរកស៊ីអីក៏ដោយដាក់លុយចុះគឺនឹងរកបានចាកាត់កប់ចំណេញលុយច្រើនណាចាបន្ទាប់ពីគាត់ចំណេញលុយច្រើនយើងមើលណាចានៅក្នុងអាយុចា35របស់គាត់នេះណាចាគឺមានចាខ្សែជីវិតបាញ់ឡើងបង្កើតបានចេញជាត្រីកោណនេះណាចាត្រីកោណនៃខ្ញុំគូចាពណ៌បៃតងនេះបានន័យថាចាត្រីកោណលើខ្សែជីវិតបានន័យថាក្នុង35នេះគឺគាត់ទិញផ្ទះបានណាចាទិញផ្ទះរបស់គាត់បានចាហើយផ្ទះនេះចាយើងមើលទៅតាមបរិមាណទៅបើសិនជាត្រីកោណលើខ្សែជីវិតធំបានន័យថាទទួលបានផ្ទះក៏ធំដូចគ្នាណាបើតូចល្មមបានន័យថាតូចល្មមដូចគ្នាចាណាចាហើយផ្ទះហ្នឹងសួរថាគង់ឬអត់ចង់ដឹងគង់ឬអត់ណាយើងមើលណាចាមើលចានៅចាអែបជាមួយនឹងត្រីកោណនេះចាគឺមានចាការ៉េណាចាមានការ៉េអែបខ្សែជីវិតមកឃុំក្រងជាប់គ្នាបែបហ្នឹងណាចាជាប់ជាមួយនឹងត្រីកោណបែបហ្នឹងតែម្ដងអាហ្នឹងហើយគេហៅថាខ្សែឃុំក្រងជាអ្នកដែលមានខ្សែឃុំក្រងអែបជាមួយនឹងខ្សែទ្រាប់បែបនេះបានន័យថាទ្រាប់គាត់ទិញទៅគឺគង់ណាចាមិនបាត់បង់តាណាទេណាចាអញ្ចឹងសរុបជារួមមកបាទដែរនេះគាត់មានសមត្ថភាពអាចទិញផ្ទះដោយខ្លួនឯងបានក្នុងអាយុចា35ឆ្នាំណាចាបច្ចៈ35ឆ្នាំសម្រាប់ដៃនេះចាយើងត្រូវតែមើលចាលើត្រីកោណនោះគឺចំក្នុងអាយុ35របស់គាត់កុំឲ្យតែយល់ច្រឡំណាចាយល់ច្រឡំដូចវីដេអូមុនខ្ញុំធ្វើទិញធ្វើអីបានក្នុងអាយុណាចាស្រាប់តែមានអ្នកខមមិនមកថាខ្ញុំមានដែរមិនតែអាយុហ្នឹងអត់មានក៏មានដូចគ្នាប៉ុន្តែយើងមើលអាយុនៅលើដៃរបស់យើងមើលចាតើអត្រីកោណវាដុះក្នុងអាយុណាណាចាមិនមែន35គ្រប់គ្នាទេណាចាគឺត្រីកោណដោះត្រង់ណាគឺរាប់នៅក្នុងអាយុហ្នឹងអ្នកខ្លះទៅក៏40ជាងអ្នកខ្លះក៏30អ្នកខ្លះក៏20ជាងអញ្ចឹងទៅវាខុសគ្នាមិនដូចគ្នាទេណាចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្រៀនចាពីខ្សែមួយទៀតចាដែលសំខាន់ដូចគ្នាដែលបងប្អូនគួរតែចេះចាខ្សែនោះគឺគេហៅថាខ្សែបាប់ចាស់ចាខ្សែនោះគឺចេញអំពីចាទួលអង្គាខ្ពស់អាចខ្សែគូក្បាលបុកទៅរកខ្សែជីវិតបែបនេះណាចាខ្សែតម្រងបែបនេះគឺជាខ្សែបាប់ចាស់ឲ្យផលហើយអ្នកដែលមានខ្សែបាប់ចាស់ឲ្យផលនេះណាគួរចំណាំចាខ្លួនឯងទុកឲ្យច្បាស់ចារវាងខ្សែបាប់ចាស់ឲ្យផលនិងខ្សែបនចាស់ឲ្យផលគឺចេញអំពីទួលអង្គាខ្ពស់បែបនេះគឺគេហៅថាផលដែលឲ្យឆាប់រហ័សណាបើយើងមានបាបចាស់ឲ្យផលមានន័យថាបាបចាស់នោះគឺវាឲ្យផលឆាប់រហ័សណាជាឧទាហរណ៍ងាយស្រួលយល់មានន័យថាបច្ចុប្បន្ននេះបើសិនជាធ្វើចាអំពើគេហៅថាមិនល្អណាមួយដែលតកតងនឹងអំពើបាបចាព្រមទាំងការគិតចាដោយគេហៅថាមិនរក្សាចិត្តជាកណ្ដាលនោះចាមានចិត្តមួម៉ងសៅខឹងមួម៉ៅច្រើនចានិយាយនិន្ទាពីអ្នកផ្សេងអីជាដើមចាដែលធ្វើឲ្យបាបចាស់នោះវាងាយនឹងឲ្យផលលឿនបំផុតចាព្រោះចុងនៃខ្សែរបស់វាបាញ់ទៅរកខ្សែជីវិតហើយណាចាដែលជាទូទៅដៃអ្នកដែលមានខ្សែបាបចាស់ឲ្យផលគឺវាមានទម្រង់នៃខ្សែឧបសគ្គកាត់ខ្សែជីវិតគាត់បែបហ្នឹងណាចាកាត់ខ្សែជីវិតគាត់បែបហ្នឹងត្រង់ចុងនៃខ្សែបាបចាស់ហ្នឹងបាញ់ទៅរកខ្សែជីវិតចាអញ្ចឹងមានខ្សែបែបនេះចាកាត់បែបនេះគេហៅខ្សែឧបសគ្គអញ្ចឹងអ្នកដែលមានខ្សែឧបសគ្គធ្វើអីមួយក៏ចេះតែមានផលដែលមិនល្អរៀងៗមិនឲ្យគាត់បានជោគជ័យនឹងឯងណាចាដោយសារតែឧបសគ្គជួបច្រើននឹងឯងដែលធ្វើឲ្យគាត់ចាមានខ្សែនេះណាចាខ្សែដែលពេញចាកាត់ដូចជាកន្ទេលចានៅលើទួលសុកបែបនេះគេហៅថាខ្សែមនុស្សដែលគិតខ្វល់ខ្វាយច្រើនណាចាគាត់មានខ្សែបាបចាស់កំពុងតែឲ្យផលហើយគាត់មានការគិតខ្វល់ខ្វាយច្រើនការទុកច្រើនទៅទៀតណាចាអញ្ចឹងដែលធ្វើឲ្យចាឥទ្ធិពលនៃខ្សែនោះកាន់តែខ្លាំងចាមើលទៅលើខ្សែបេះដូងគាត់ទៀតខ្សែបេះដូងរបស់គាត់ក៏បានបង្កើតចេញជាកោះចាកាត់ធ្លាក់ចុះមកទៀតអញ្ចឹងដែលធ្វើឲ្យគេហៅថាខ្សែចិត្តធ្លាក់ចុះណាចាខ្សែចិត្តធ្លាក់ចុះរស័យធ្លាក់ចុះបាបចាស់ឲ្យផលមើលទៅលើចាខ្សែគេហៅថាពណ៌នៃដៃសុំទោសចាពណ៌នៃដៃរបស់គាត់ទាំងមូលនេះតែម្ដងឃើញទេចាអត់មានពន្លឺរស្មីអីទេចាគឺចាបែបស្លេកឈាមរត់មិនស្មើចាហើយគ្មានពន្លឺទៀតផងណាចាអញ្ចឹងអ្វីដែលខ្ញុំបង្ហាញទាំងអស់ហ្នឹងគ្រាន់តែចង់ប្រាប់ថាចាគឺបានន័យថាម្ចាស់បាត់ដៃបច្ចុប្បន្នហ្នឹងចាគឺគាត់ពិបាករឿងលុយកាក់ហើយណានាងខ្សែបាបចាស់ឲ្យផលហើយគឺឲ្យគាត់ហ្នឹងអាសាធ្វើសេចក្តីល្អធ្វើបុណ្យឲ្យបានច្រើនកុំគិតរឿងដែលមិនល្អចាធ្វើអំពើបាបជាដើមអានោះគឺមិនធ្វើឲ្យគាត់ចាល្អប្រសើរនោះទេណាចាអត់មានអីជួយគាត់ល្អប្រសើរជាងការកែដែលការធ្វើបុណ្យទេតែដៃរបស់គាត់នេះអត់អីទេណាចាដៃរបស់គាត់នេះមានខ្សែចុងនៃខ្សែជីវិតចេញមកក្រៅណាចាជាមួយនឹងនិមិត្តសញ្ញាចាអសរវីនៅលើទួលសៅទៀតបានន័យថាគាត់លំបាកដល់បច្ចុប្បន្នទេប៉ុន្តែថ្ងៃអនាគតចាវ័យចាស់គាត់មិនខ្វះខាតអីទេណាចា